អ្នកទាំងអស់គ្នាធ្លាប់ឮឈ្មោះកោះ Hawaii អត់ហើយកោះនឹងស្អាតដែលអត់បើចង់ដឹងមកមើលវីដេអូនេះទាំងអស់គ្នាកោះ Hawaii នេះបានក្លាយជារដ្ឋទី50របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ1959ពីមុនកោះនេះគឺជាកន្លែងរស់នៅរបស់ជនជាតិដើម Hawaii ដែលមានប្រភពពីប្រទេសប៉ូលីនេស៊ីតាំងពី1500ឆ្នាំមុនម្ល៉េះរដ្ឋនេះបានក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញមួយរបស់អាមេរិកក្នុងមួយឆ្នាំមនុស្សពី9ទៅ10លាននាក់បានមកកម្សាន្តកោះនេះរួមទាំងពួកខ្ញុំផងដែរកាលពីខែតុលាឆ្នាំមុនរដ្ឋជាដែនកោះនេះមានបណ្ដុំកោះចំនួន137ហើយក្នុងនោះកោះចំនួន7ធំមានមនុស្សរស់នៅច្រើនទេសភាពពោពេញទៅដោយទឹកសមុទ្រពណ៌ខៀវថ្លាខ្វង់ខ្សាច់សមាត់ខៃជលងភ្នំតូចនិងព្រៃត្រូពិចទាំងអស់នេះហើយបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកកម្សាន្តនៅកោះនេះពួកខ្ញុំបានចំណាយពេល12ថ្ងៃនៅទីក្រុង Honolulu នៅកោះ Oahu យើងបានទៅលេងឆ្នេរសមុទ្រដ៏ល្បីឈ្មោះមួយគឺ Lanikai ដែលមានទឹកថ្លាខ្វង់តែម្ដងដែលយើងអាចមើលឃើញខ្សាច់នៅខាងក្រោមហើយពេលខ្លះអាចឃើញត្រីទៀតផងអ្នកទេសចរភាគច្រើនមកឆ្នេរនេះតាំងពីព្រលឹមទល់ល្ងាចនាំគ្នាហែលទឹកអាំងថ្ងៃនិងជាមួយទឹកមើលសត្វសមុទ្រជាដើមក្រៅពីដើរកម្សាន្តតាមឆ្នេរសមុទ្រមនុស្សភាគច្រើននាំគ្នាដើរឡើងភ្នំនៅកោះនេះសម្រាប់ពួកខ្ញុំវិញពួកខ្ញុំបានដើរឡើងភ្នំចំនួន4កន្លែងទី1គេហៅថា Lanikai Pillbox ដែលពិបាកឡើងជាងគេហ្មងព្រោះវាមានជម្រាលខ្ពស់ហើយអត់មានផ្លូវដើរស្រួលទេតែពេលបានទៅដល់ខាងលើវិញទេសភាពគឺស្អាតអស្ចារ្យតែម្ដងមើលហើយមើលទៀតមើលមិនចង់ដាក់ភ្នែកកន្លែងទី2វិញគេហៅថា Diamond Head Crater កន្លែងនេះយើងត្រូវដើរឆ្ងាយមែនទែនជិត1ម៉ោងផ្លូវដើរឡើងវិញគឺមានកន្លែងខ្លះស្រួលកន្លែងខ្លះលំបាកតែពេលបានឡើងទៅដល់កំពូលខាងលើវិញយើងបានឃើញទេសភាពទាំងមូលនៃទីក្រុង Honolulu តែម្ដងរីឯកន្លែងទី3វិញយើងបានដើរឡើងជម្រាលព្រំដែលគេហៅថា Makapu Lighthouse ផ្លូវដើរងាយស្រួលព្រោះវាជាផ្លូវបេតុងប៉ុន្តែត្រូវដើរឡើងទួលរហូតរយៈពេល45នាទីឯណោះបានទៅដល់កំពូលនៃកន្លែងនេះហើយឃើញទេសភាពសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយសមុទ្រពណ៌ខៀវថ្លាខ្វង់ស្អាតមែនទែនរីឯកន្លែងទី4វិញគឺមានឈ្មោះថា Kaena Point Trail ដែលនៅទីនេះអ្នកទេសចរដូចជាពួកខ្ញុំបានឃើញសត្វភេសមុទ្ររុក្ខជាតិប្លែកៗថ្មសមុទ្រធំជលងភ្នំខ្ពស់ហើយទិដ្ឋភាពសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយតែម្ដងយើងបានដើររយៈពេល73ម៉ោងឯណោះនៅកន្លែងនេះគឺធំមែនទែនក្រៅពីកម្សាន្តនៅតាមឆ្នេរសមុទ្រដើរឡើងភ្នំនិងកន្លែងធម្មជាតិដូចជានៅសួនធម្មជាតិនិងសួនសត្វអ្នកទេសចរភាគច្រើនដូចជាពួកខ្ញុំក៏សប្បាយរីករាយនឹងការប្រគំតន្ត្រីក្នុងក្រុង Honolulu ដែរហើយក្នុងនោះក៏មានផ្សាររាត្រីដែលសម្បូរដោយមនុស្សអ៊ូអរមែនទែនការលក់អីវ៉ាន់ចំណីអាហារប្លែកហើយការបាញ់កាំជ្រួចជាពិសេសគឺការញ៉ាំម្ហូបអាហារឆ្ងាញ់តែម្ដងនៅទីនេះហើយអ្វីដែលពួកខ្ញុំពេញចិត្តខ្លាំងជាងគេនោះគឺបទពិសោធន៍ជាមួយទឹកមើលត្រីក្រោមទឹកសមុទ្រនិងការញ៉ាំអាហារសមុទ្រប្លែកហើយឆ្ងាញ់ទៅម្ដងហើយពិតជាចង់ទៅម្ដងទៀតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានទៅកម្សាន្តកោះ Hawaii នេះនៅថ្ងៃណាមួយ